បរិសង្ហាម្នាក់បានប្រទះឃើញក្តាមយក្សមួយនៅលើដីខណៈពេលដែលគេកំពុងគិតថាគួរយកវាទៅចំហុយឬក៏ខ្វៃស្រាប់តែវាលោតមកផ្ទះកំភ្លៀងគេតែម្ដងមនុស្សគ្រប់គ្នាភ័យខ្លាចរត់ថយក្រោយស្រាប់តែដង្កៀបក្តាមពីរចាក់ទម្លុះក្បាលគេស្លាប់ភ្លាមប៉ុន្តែរឿងចម្លែកបានកើតឡើងគេបានរស់ឡើងវិញដូចជាឆ្កែឆ្កួតតែត្រូវមហាធិលិកចាស់បាញ់កំទេចគ្មានសល់វាគឺជាការពិតទាំងអស់នេះគឺជាការពិតហាទង្វើរបស់មហាធិលិកចាស់បានធ្វើឲ្យកងទ័ពក្តាមដែលកំពុងដេកលក់ខឹងសម្បាយ៉ាងខ្លាំងហ្វូងក្តាមខ្មោចបានសម្រុកមកយ៉ាងច្រើនធ្វើឲ្យពួកគេរត់ប្រះអាយុរីឯអ្នករត់យឺតត្រូវវាស៊ីគ្មានសល់សូម្បីតែខោក្នុងប៉ុន្តែរឿងចម្លែកបានកើតឡើងម្ដងទៀតពួកក្តាមទាំងនោះមិនហ៊ានដេញចូលក្នុងព្រៃឡើយហេតុអ្វីបានជាពួកវាមិនហ៊ានចូលមកប្រកាសជាមានបិសាចសាហាវជាងនេះនៅក្នុងព្រៃមិនខានពួកគេគ្មានជំរឿសក្រៅពីចូលទៅក្នុងព្រៃដ៏គួរឲ្យខ្លាចនោះទេប៉ុន្តែមហាធិលិកចាស់មិនខ្វល់ឡើយមិនយូរប៉ុន្មានពួកគេបានរកឃើញដុំទឹកដ៏ធំមួយដែលមហាធិលិកចាស់គិតថាជាទឹកអម្រឹតអាយុវែងកងការពារម្នាក់បានទៅប៉ះវាបណ្ដាលឲ្យរលាកដៃហើយដុំទឹកនោះក៏ចាប់ផ្ដើមរលាយនឹកស្មានមិនដល់ថាមានអ្នកកយៈមួយនៅខាងក្នុងតាមជំនឿការជួបនាគនឹងនាំលាភសំណាងតាមពិតទៅពួកគេមកទីនេះតាមបញ្ជារបស់អធិរាជដើម្បីស្វែងរកទឹកអម្រឹតអាយុវែងតាមរឿងព្រេងទឹកអម្រឹតនេះត្រូវបានការពារដោយនាគទេពដូច្នេះពួកគេត្រូវតែយកវាទៅវិញឲ្យបានមហាធិលិកចាស់បានបាញ់ទៅលើនាគជាច្រើនគ្រាប់ប៉ុន្តែវាមិនមានប្រសិទ្ធភាពហើយថែមទាំងធ្វើឲ្យនាគខឹងទៀតផងមនុស្សគ្រប់គ្នាដឹងថាស្ថានភាពមិនល្អក៏ចាប់ផ្ដើមរត់គេចខ្លួនប៉ុន្តែនារោមិនព្រមលែងឡើយគ្រាន់តែនាគក្រវ៉ាត់កន្ទុយមួយទំហឹងកងការពារពីរនាក់បានស្លាប់ភ្លាមបញ្ញាប់ឡើងប្រើគ្រាប់បែកផ្គរលាន់ទៅមិនទាន់នឹងបានបោះផងក៏ត្រូវនាគវាយឲ្យខ្ទាតចេញហើយគ្រាប់បែកក៏ផ្ទុះស្ទើរតែសម្លាប់ពួកគេខ្លួនឯងមហាធិលិកចាស់ឃើញថាអ្នកក៏មិនព្រមឈប់ក៏បញ្ជាឲ្យកូនចៅម្នាក់ឈ្មោះអាវ៉ៃទៅធ្វើជានុយតាក់ទាញនាគអាវ៉ៃបានបាញ់សម្ដៅទៅកងការពារម្នាក់ទៀតប៉ុន្តែសំណាងល្អដែលស្រីស្អាតនៅលើខ្នងគេបានជួយរងគ្រាប់ខណៈពេលកំពុងច្បោកច្បល់មហាធិលិកចាស់បាននាំគ្នារត់គេចរីឯនាគក៏មកដល់ពីមុខអាវ៉ៃនិងសៀវមីនៅពេលដែលពួកគេហៀបនឹងត្រូវនាគស៊ីសៀវមីក៏បានបញ្ចេញសម្លេងស្រែកច្រៀងដ៏អាតកំបាំងយ៉ាងចម្លែកនាគក៏ចាប់ផ្ដើមស្ងប់ចិត្តវិញប៉ុន្តែសៀវមីចាប់ផ្ដើមអស់កម្លាំងអាវ៉ៃក៏បីនាងរត់ចូលក្នុងរូងភ្នំនៅពេលគ្មានសម្លេងបំពេនាគក៏ចាប់ផ្ដើមខឹងម្ដងទៀតប៉ុន្តែវាមិនអាចចូលក្នុងរូងភ្នំបានឡើយពួកគេស្មានថាសុវត្ថិភាពហើយប៉ុន្តែគ្រោះថ្នាក់ដ៏ធំជាងនេះកំពុងតែខិតជិតមកដល់កងការពារម្នាក់បានដើរចូលទៅជ្រៅក្នុងរូងភ្នំដើម្បីរកផ្លូវចេញប៉ុន្តែត្រូវគេបាញ់ព្រួញដាក់យ៉ាងចាស់ដៃគេត្រូវព្រួញដល់ពេញខ្លួនស្លាប់យ៉ាងអណោចអធមហើយពួកគេក៏បានឃើញទិដ្ឋភាពដ៏គួរឲ្យរន្ធត់ពួកគេហៀបនឹងត្រូវពួកមនុស្សព្រៃចាប់យកទៅធ្វើជាចំណីប៉ុន្តែស្រីស្អាតនៅលើខ្នងអាវ៉ៃបានស្រែកឡើងហ៊ូដាពួកមនុស្សព្រៃក៏ឈប់ភ្លាមតាមពិតទៅនាងគឺជាមច្ឆាមកពីបាតសមុទ្រដ៏ជ្រៅនាងត្រូវបានគេចាប់ខ្លួនខណៈពេលកំពុងហាលថ្ងៃហើយបង្ខំឲ្យនាំផ្លូវមករកទឹកអម្រឹតនេះពួកអ្នកស្រុកនៅទីនេះគោរពមច្ឆាដូចជាព្រះនៅពេលនាងបង្ហាញកន្ទុយពួកគេក៏នាំគ្នាថ្វាយបង្គំពួកគេត្រូវបានទទួលស្វាគមន៍យ៉ាងល្អប៉ុន្តែនៅពេលមេកសម្ព័ន្ធដឹងថាពួកកងការពារចង់បានទឹកអម្រឹតគេក៏បញ្ជាឲ្យសម្លាប់ពួកគេចោលព្រោះពួកគេការពារទឹកអម្រឹតនេះដូចជាជីវិតពួកគេចង់យកមនុស្សទាំងនេះទៅបូជាសពដល់នាគដើម្បីសុំសេចក្តីសុខសាន្តនៅពេលយប់នាគក៏មកដល់មែនប៉ុន្តែពួកមនុស្សព្រៃមិនអាចតទល់នឹងអាវុធទំនើបរបស់កងការពារបានឡើយកងការពារនៅសល់តែប្រមាណអ្នកប៉ុណ្ណោះហើយមហាទឹកចាស់បានប្រើអាវ៉ៃធ្វើជានុយម្ដងទៀតសៀវមីបានបញ្ចេញសម្លេងម្ដងទៀតធ្វើឲ្យនាគដេកលក់យ៉ាងស្កប់ស្កល់សៀវមីបានត្រឡប់ទៅរកសភាពដើមវិញរីឯមហាទឹកចាស់ក៏បានរកឃើញទឹកអម្រឹតក្នុងរឿងព្រេងគេបានផឹកទឹកនោះយ៉ាងស្រេកឃ្លានហើយរាងកាយរបស់គេក៏ចាប់ផ្ដើមប្រែប្រួលសក់សរបស់គេប្រែជាខ្មៅរូបរាងក៏ក្មេងជាងមុនហើយគេក៏បានប៉ះមើលកន្លែងសំខាន់របស់គេនឹកស្មានមិនដល់ថាអ្វីដែលធ្លាប់បាត់បង់ក៏បានដុះមកវិញដែរនេះគឺជាអានុភាពនៃទឹកអម្រឹត